តបងប្អូនបើសិនជាថ្ងៃណាមួយបងប្អូនរកបានក្រុមមួយនេះបាទមិនដឹងថាគួរឆ្នៃធ្វើមុខម្ហូបអីឆ្ងាញ់ដល់គ្នាអាចពិភាក្សាមកលើមុខនេះបានបាទដោយសារតែការធ្វើរបស់ខ្ញុំកន្លងមកនឹងគឺថាមានរសជាតិឆ្ងាញ់ទទួលយកបានបាទហើយអត់មានបញ្ហារាករូសអីទាំងអស់បាទឆ្ងាញ់ហើយមានសុវត្ថិភាពទៀតនោះគឺក្រុមបំពងម្សៅជ្រលក់ជាមួយនឹងទឹកត្រីកោះកុងបាទចំពោះវិធីសាស្ត្រក្នុងការធ្វើវាអត់មានជារឿងអីលំបាកទេបងប្អូនសាមញ្ញងាយខ្ញុំធ្លាប់បង្ហាញបងប្អូនដល់គ្នារួចម្ដងមកហើយប៉ុន្តែវីដេអូហ្នឹងគឺបានកប់ជ្រៅបាទហើយអញ្ចឹងបងប្អូនហើយជាអូសមិនប៉ះអូសមិនចំអញ្ចឹងណាអញ្ចឹងខ្ញុំសម្រេចចិត្តតែបង្ហាញមុខម្ហូបនេះសាជាថ្មីអញ្ចឹងទៅបងប្អូនអញ្ចឹងទាំងអស់គ្នាតាមដានវីដេអូមួយនេះដល់យកចិត្តទុកដាក់ខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងចេះធ្វើឆ្ងាញ់ដូចខ្ញុំដែរបាទអញ្ចឹងនេះបងប្អូនកាលពីម្សិលមិញហ្នឹងខ្ញុំបានទៅលួសមេចន្ទីនៅចការបស់ខ្ញុំមកហើយចការបស់ខ្ញុំហ្នឹងវានៅជាប់ស្ទឹងបងប្អូនអញ្ចឹងក៏ពេលសម្រាប់ថ្ងៃត្រង់វាហត់ទៅក៏ចុះលេងទឹកស្ទឹងអញ្ចឹងក៏សេវាបានក្រុមពោកធំមកបងប្អូនហើយតោះគ្នាអធិស្ឋានផងក្រុមមួយនេះខាងខ្ញុំគេហៅថាក្រុមពោកអញ្ចឹងណាចុះខាងទាំងអស់គ្នាហៅក្រុមមួយនេះយ៉ាងណាដែរបាទមានថាខ្ញុំឆ្លើយអីណាសារតែចាស់ទុំបរមបុរាណខាងខ្ញុំមកគេហៅតែអញ្ចឹងខ្ញុំហៅតាមគាត់ទេបងប្អូនបាទអញ្ចឹងបន្ទាប់ពីខ្ញុំសេវាវាបានមកគឺខ្ញុំអត់ទាន់ស្ងោរវាភ្លាមទេបងប្អូនខ្ញុំធ្វើការប្រោះវាទុកមួយយប់សិនដើម្បីឲ្យវាខ្ជាក់ដីអញ្ចឹងណាអញ្ចឹងមុននឹងយកទៅស្ងោរហ្នឹងគឺខ្ញុំធ្វើការលាងសម្អាតវាឲ្យបានស្អាតម្តងទៀតអញ្ចឹងទៅបងប្អូនអញ្ចឹងឥឡូវបន្ទាប់ពីក្រុមរបស់យើងបានលាងស្អាតហើយយើងចាប់ដើមយកវាទៅស្ងោរអញ្ចឹងគឺយើងដាក់លឹកក្រូចសើចដើម្បីកាត់ឆ្អាបបាទពូគ្រឿងកាត់ឆ្អាបអ្នកទាំងអស់គ្នាអាចដាក់លឹកក្រូចសើចដូចខ្ញុំចេះក៏បានគល់លឹកគ្រៃក៏បានមើមរំដេងក៏បានទាំងអស់គ្នាដាក់មួយណាក៏បានដែរឬក៏ដាក់ទាំង3មុខចូលគ្នាក៏បានដែរបងរត់តែអែមបាទបន្ទាប់ពីក្រុមរបស់យើងបានដាក់ចូលឆ្នាំងរួចហើយយើងធ្វើការចាក់ទឹកវាចូលហើយគ្របវាទុកមួយអន្លើសិនរហូតដល់វាពុះឲ្យវាក្រុមរបស់យើងវាហាមាត់សិនចាំយើងស្រង់វាបាទអញ្ចឹងគណៈពេលនោះដែរគឺខ្ញុំមកបុកទឹកត្រីកោះកុងឲ្យហើយបាទពីវិធីសាស្ត្រក្នុងការបុកទឹកត្រីកោះកុងគឺខ្ញុំអត់បានបង្ហាញនៅក្នុងវីដេអូនេះមួយទៀតទេបាទបងប្អូនបុកឲ្យតែឆ្ងាញ់ទៅបាទទឹកត្រីកោះកុងយកផ្អែមជូរហឹរឲ្យរៀងដិតទៅគឺថាឆ្ងាញ់ហើយជំហានបន្តមកទៀតនេះយើងមកធ្វើការលាយម្សៅបំពងបាទអញ្ចឹងគឺខ្ញុំប្រើម្សៅបំពងមួយកញ្ចប់ប្រើពងទាចំនួន3គ្រាប់បាទអញ្ចឹងវាស៊ីសងលើបរិមាណក្រុមរបស់យើងដែរអញ្ចឹងណាបងប្អូនបើក្រុមយើងច្រើនទេបងប្អូនដាក់ម្សៅអាកញ្ចប់ធំទៅតែខ្ញុំដោយសារក្រុមវាមានតែបន្តិចអញ្ចឹងខ្ញុំប្រើតែកញ្ចប់ទូចទេមួយកញ្ចប់2000រៀលបាទម៉ាញ់នេះខ្ញុំដាក់ម្សៅស៊ុបចូលប្រហែលជាកន្លះស្លាបព្រាបន្តមកទៀតស្លឹកខ្ទឹមអញ្ចឹងយើងចាប់ដើមកូរច្បល់វាបាទធ្វើម៉េចឲ្យវាដូចថាសពចូលជាតិគ្នាបានល្អអញ្ចឹងខ្ញុំដាក់ទឹកចូលបន្តិចទៀតបងប្អូនដើម្បីឲ្យវាមានរាងរាវទៅចាបើយើងអត់ដាក់ទឹកទេវារាងខាប់ពេកអញ្ចឹងក៏បន្តកូរច្បល់វាឲ្យសពចូលជាតិគ្នាទៅយើងរក្សាទុកវាមួយអន្លើសិនខ្ញុំក៏ទៅងាកមើលក្រុមរបស់ខ្ញុំគឺថាឆ្អិនល្មមហាមាត់របៀបនេះគឺថាងាយស្រួលក្នុងការបេះយកសាច់វាអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំក៏មានជាលំងាស់អីយូរដែរបងប្អូនដោយសារតែសាច់ក្រុមហ្នឹងយើងយកទៅបំពងវាមកតង់ទៀតអញ្ចឹងទោះបីតែវាឆៅក៏បានដែរឲ្យតែវាហាមាត់ងាយស្រួលទៅយើងបេះទៅបានហើយដោយសារតែខ្ញុំប្រើស្លឹកក្រូចសើចវារាងច្រើនដែរអញ្ចឹងស្ងោរក្រុមនេះគឺអត់មានឆ្អាបអត់មានអីទេបងប្អូនគឺថាជះក្លិនស្លឹកក្រូចសើចឡើងឈ្ងុយបាទយើងទុកឲ្យវាតិចបន្តិចជំហានបន្តមកទៀតគឺយើងមកធ្វើការបេះយកសាច់ចេញពីសបកវាបាទនិយាយថាពីសាច់ក្រុមរបស់ខ្ញុំល្អខ្លាំងណាស់បងប្អូនហើយដល់ពេលឃើញក្រុមអញ្ចឹងទៅដូចឃ្លាន oyster មកទេនេះប៉ុន្តែអត់បានទេទាំងអស់គ្នាក្រុមមួយនេះគឺថាយើងអត់អាចហូបដូច oyster បានទេ oyster យើងអាចហូបឆៅបាទមានខ្ទឹមពងមានកធំថេទឹកត្រីកោះកុងទៅដាក់ទៅឆ្ងាញ់អត់រាករូសប៉ុន្តែបើមួយនេះគឺថាហូបអត់កើតហើយដាក់ទៅស្រួលគឺថារាករូសពេញទឹកពេញដីបាទអញ្ចឹងខ្ញុំសូមហាមផ្ដាច់បាទមានយកទៅហូបជាលក្ខណៈដូច oyster បានទេណា no បាទឥឡូវនេះបន្ទាប់ពីក្រុមរបស់យើងបានប្រលេះយកតែសាច់មកគឺថាក្រុមមួយឆ្នាំងធំមាញ់បានតែបន្តិចមួយទេបងប្អូនអត់បានច្រើនទេទាំងអស់គ្នាជួយពិនិត្យមើលសាច់ក្រុមរបស់ខ្ញុំដូចស្តៀងអីមួយយ៉ាងឯងរនឹកមិនឃើញសាច់ដូចប្រហែលមកទេវ៉ៃបាទបន្ទាប់ពីយើងយកទៅសាច់មកហើយបាទជំហានបន្តមកទៀតយើងចាប់ដើមលាងសាច់ក្រុមយើងឲ្យបានស្អាតបាទkalauវាមាននៅជាប់ដីជាប់ធូលីអីចឹងណាអញ្ចឹងលាងឲ្យតែបានស្អាតភ្លឹងដូចយកមកនេះអត់មានអីលំបាកទេបាទងាយអញ្ចឹងបន្ទាប់ពីយើងលាងសម្អាតវាស្អាតហើយយើងស្រង់វាដាក់នឹងកញ្ច្រែងរក្សាទុកវាមួយអន្លើសិនបាទដើម្បីឲ្យវាស្រស់ទឹកល្អចឹងណាបងប្អូនបាទមួយសន្ទុះក្រោយមកសង្កេតឃើញថាសាច់ក្រុមរបស់យើងវារៀងស្រស់ទឹកដែរហើយអញ្ចឹងក៏ដាក់ចូលជាមួយនឹងសាច់ម្សៅដែលយើងបានលេងកាលពីដើមក្បាលវីដេអូមកនេះបងប្អូនលាយទៅកូរច្បល់ធ្វើម៉េចឲ្យម្សៅជាមួយនឹងសាច់ក្រុមនឹងវាសប់ចូលជាតិគ្នាបានល្អយើងយកទៅបំពងទៅបងប្អូនអត់មានអីបបាទេអញ្ចឹងរបៀបក្នុងការបំពងបាទយើងចាក់ខ្លាញ់ឲ្យក្តៅទៅបាទអញ្ចឹងយើងដាក់ចូលទៅនេះបងអូភ្លេចប្រាប់ទាំងអស់គ្នាពេលលេងម្សៅហ្នឹងយើងដាក់ស្ករត្នោតប្រហែលជាមួយចុងលាព្រាទៀតបងប្អូនដើម្បីឲ្យយើងបំពងទៅវាឆាប់ឆ្អិនស្រួយក្រហមល្អអញ្ចឹងណាអញ្ចឹងទាំងអស់គ្នាដាក់ស្ករសក៏បានស្ករត្នោតដូចខ្ញុំក៏បានដែរបាទចុងភៅនេះភ្លេចមុខភ្លេចក្រោយហីបាទបន្ទាប់ពីយើងបំពងមកសន្ទុះក្រោយមកសាច់ក្រុមរបស់យើងជាមួយនឹងម្សៅឃើញថាក្រហមស្រួយខ្ញោកល្អហើយយើងក៏ធ្វើការដួសស្រង់វាមកបងប្អូនអញ្ចឹងនៅពេលស្រង់អ្នកទាំងអស់គ្នាប្រើកញ្ច្រែងដែលមានប្រហោងចេះដែលខ្ញុំមកនេះដើម្បីឲ្យវាស្រស់ខ្លាញ់អញ្ចឹងអានេះយើងឆ្អិនម្សៅណាបាទជំហានបន្តមកទៀតបាទសាច់ក្រុមរបស់យើងដែលនៅសល់ហ្នឹងយើងដាក់បំពងបន្តទៀតទៅបងប្អូនបំពងតអស់អញ្ចឹងណាកុំតក់បាទពួកអីតែឆ្អិនហ្នឹងគឺថាគ្មានសល់ទេហើយខ្ញុំមានបន្លែប្លុកដូចជាមានម្រះមានតសក់បាទអញ្ចឹងទាំងអស់គ្នាមានស្ពៃសាឡាត់មានអីទៀតរត់តែអែមបាទហើយដាក់ទឹកត្រីកោះកុងដែលយើងបានបុកកាលពីដើមក្បាលវីដេអូនឹងចិត្តគ្នាទៅគឺថាត្រូវគ្នាជាតិតែម្ដងបងប្អូនហើយតែប៉ុណ្្នឹងគឺថាហើយបងប្អូនអញ្ចឹងទាំងអស់គ្នាអាចសាកល្បងធ្វើបានណាបើសិនជាអត់ច្បាស់ត្រង់ចំណុចណាអីអាចធ្វើការ comment សួរខ្ញុំបន្ថែមទៀតក៏បានដែរបាទខ្ញុំរីករាយនឹងឆ្លើយជូនឥឡូវតោះកុំឲ្យខាតពេលយូរដោយសារតែគ្រួមបំពងម្សៅទឹកត្រីកោះកុងរបស់យើងបានរួចរាល់ 100% ហើយឥឡូវតោះមកអញ្ជើញឆ្ងាញ់ជាមួយនឹងខ្ញុំបាទសុនិចទាំងអស់គ្នាតើទាំងអស់គ្នាគ្រួមបំពងបាទជ្រលក់ជាមួយទឹកត្រីកោះកុងនេះ
สะมามัดสันสวยช่างจะเปิดปลาไหลเมียนกระทอมเทสเมียนตะซักเมียนมาเรียอะไรตาตะซักไงนี่เราใส่กรูมอ่ะนี่ปลาเมนจะปลาเมนไอต่างๆของบองไงมันใส่กรูมจังแต่เอาคนนี้อาสาบางเพื่อบานนะง่าย